ជំរាបសួរបងប្អូនទាំងអស់គ្នាចាខ្ញុំជាម្នាក់មកជួបគ្នាម្ដងទៀតហើយបងប្អូនថ្ងៃនេះខ្ញុំមានបេសកកម្មយ៉ាងធំមួយចាគឺដើម្បីមករកបងស្រីម្នាក់ដែលគាត់មានតួនាទីជាអ្នកក្រុមស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិចាបងស្រីគឺឈ្មោះសុធាគាត់គឺរស់នៅក្នុងភូមិមួយដែលមានឈ្មោះថាភូមិចង្គៀងខាងលិចស្រុកដងទុងខេត្តកំពតឥឡូវយើងទៅរកគាត់ទាំងអស់គ្នាអញ្ចឹងសូមចូលរួមជាមួយខ្ញុំអូខេមកយើងបងសុធាជម្រាបសួរចាជំរាបសួរអ្នកគ្រូខ្ញុំលឺល្បីណាថាអ្នកស្ម័គ្រចិត្តផងចាខាងផ្នែកខាងម្ហូបអាហារសុខភាពទៀតហើយខ្ញុំឃើញបងធ្វើអីមិញនេះជីកស្មៅអ្នកគ្រូអានេះគេហៅវអីហ្នឹងបងហ្នឹងគេហៅវដលងជ្វាយើងផ្សំយកវាទុកពូជហើយថ្ងៃហ្នឹងមានម្ហូបអីដែរដើម្បីបង្រៀនខ្ញុំនេះថ្ងៃហ្នឹងធ្វើផ្អែមដលងឆឹងតោះឥឡូវបងយើងជើញទៅបងណាបងណាចាទៅឆឹងដលងចាបងសូមជើញតាមផ្លូវនេះចាឥឡូវនេះណាគ្រឿងផ្សំសម្រាប់ធ្វើដំឡូងជ្វាឆឹងគឺនៅមុខនេះហើយអញ្ចឹងសូមប្រាប់បន្តិចមកតើហេតុអីមិនឃើញចង់ធ្វើដំឡូងឆឹងហើយនៅអ្នកគ្រូដោយសារវាងាយស្រួលធ្វើហើយគ្រូសាខ្ញុំចូលចិត្តហូបចាហើយនៅក្នុងភូមិយើងអាចហូបបានអញ្ចឹងសូមសួរបន្តិចមកថាគ្រឿងផ្សំរបស់យើងគឺមានអីខ្លះទៅអ្នកគ្រូគឺមានដំឡូងជ្វាដូងមានល្ងខ្មៅល្ងសស្ករត្នោតអំបិលអីយកខាត់កពួតយើងហ្នឹងហ៎ចាអូចាខ្ញុំចង់ដឹកមកបាវទៅបងប្អូនចឹងបងប្អូនទាំងអស់គ្នាចាំតាមដានជាមួយខ្ញុំពីវិធីធ្វើទាំងអស់គ្នាបន្តិចទៀតតែឥឡូវហ្នឹងខ្ញុំហើយអ្នកគ្រូសូមតែលាងដៃសម្អាតឲ្យស្អាតសិនដើម្បីសុវត្ថិភាពម្ហូបអាហាររបស់យើងទាំងអស់គ្នាអ្នកគ្រូណាចាយើងត្រូវលាងដៃជាមួយសាប៊ូនិងជម្រះជាមួយទឹកស្អាតឲ្យបានត្រឹមត្រូវមុនពេលរៀបចំម្ហូបអាហារខ្ញុំលើកដាក់ឡើងហ្មងណាគ្រូណាចាដាក់ចុះចាយើងត្រូវដាក់ស្ករត្នោតចូលម្ហូបភាគច្រើនឬក៏បន្លែភាគច្រើនគឺមានជាតិស្ករហើយស្រេចតែមែនអត់ចាក៏អត់ចាំបាច់ត្រូវការញ៉ាំជាតិស្ករបន្ថែមដែរពីព្រោះកាលណាញ៉ាំជាតិស្ករច្រើនពេកធ្វើឲ្យយើងនឹងឡើងគីឡូផងឡើងឈាមផងទឹកនោមផ្អែមផងហើយពុកថ្មីទៀតចាហើយបើសិនជាជិះមិនបានចាស្ករធម្មជាតិគឺជាជម្រើសដែលល្អបំផុតស្ករឡើងជើងក្រងហើយយើងដាក់ស្ករអំបិលចូលតិចកុំឲ្យវាភ្លាវគ្រូដាក់ប៉ុន្មានហ្នឹងណាគ្រូចាតអូខេអ្នកគ្រូទៅចេញផ្សាយអ្នកគ្រូឥឡូវខ្ញុំត្រូវធ្វើអីទៀតអ្នកគ្រូត្រូវដាក់ដលងចូលអូចាអ្នកគ្រូដាក់មកចុះខ្ញុំអ្នកគ្រូក្លឹបមកអ្នកគ្រូអូមកពណ៌ល្អណាស់អ្នកគ្រូណោះតើវាមានអត្ថប្រយោជន៍ចំពោះសុខភាពយើងមិនទេអ្នកគ្រូដលងមានអត្ថប្រយោជន៍ល្អអ្នកគ្រូផិតក្នុងអាហារធម្មពលវាជួយសុខភាពយើងជួយឲ្យមានកម្លាំងរឹងមាំអូចាខ្ញុំបិទកម្របវាឲ្យវាផុយបន្តិចសិនណាអ្នកគ្រូណាចាតើមើលឆ្អិនហើយមុំហូបហើយយូអ្នកគ្រូអើយស្អាតម្ល៉េះអូអ្នកគ្រូផុយមែនតើនេះណាគ្រូណាឆ្ងាញ់ហើយក្តៅអ្នកគ្រូល្មួតផ្អែមល្មមហើយឈ្ងុយដងមែនតើអ្នកគ្រូហើយសារចុងក្រោយនេះក៏សូមចែករំលែកថាបើសិនជាយើងពុំចាំបាច់ក្នុងការប្រើប្រាស់ជាតិស្ករបន្ថែមដែលមិនចាំបាច់ចាក៏គួរតែមិនប្រើដែរជាពិសេសគឺនៅក្នុងម្ហូបកំប៉ុងឬក៏កញ្ចប់អីជាដើមចាអញ្ចឹងអ្នកគ្រូសូមអរគុណហើយឥឡូវនេះសូមជូនអ្នកគ្រូមែនតែនហើយអ្នកគ្រូណាចាឥឡូវសូមជម្រាបលាតែប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅវីដេអូលើកក្រោយទៀតអរគុណជម្រាបលា